ព្រះនាងនាងស្រស់និងមនុស្សកណ្ដុរនៅក្នុងព្រះរាជាណាចក្រដ៏ស្រស់បំព្រងមួយមានព្រះនាងម្នាក់ឈ្មោះនាងស្រស់ដែលល្បីល្បាញដោយសារសម្រស់និងចិត្តល្អរបស់នាងរស់នៅក្នុងវាំងដ៏ធំស្កឹមស្កៃហុំព័ទ្ធដោយសួនផ្កាដ៏ស្រស់ស្អាតប៉ុន្តែទោះបីនាងមានអ្វីគ្រប់យ៉ាងក៏ដោយព្រះនាងម្នាងស្រស់តែងតែមានអារម្មណ៍ឯកោព្រោះនាងមិនមានមិត្តភក្តិពិតប្រាកដថ្ងៃមួយពេលកំពុងដើរលេងក្នុងសួនព្រះនាងបានឮសំឡេងរត់តូចមួយចេញពីកំពូលនាងក៏អោនមើលហើយឃើញកណ្ដុរតូចមួយដែលមើលទៅខុសប្លែកពីកណ្ដុរធម្មតាវាមានរោមពណ៌មាសនិងភ្នែកភ្លឺចែងចាំងប៉ុន្តែវាកំពុងជាប់ក្នុងអន្ទាក់តូចមួយអ្នកឯងជាអ្នកណាព្រះនាងសួរដោយភាពភ្ញាក់ផ្អើលកណ្ដុរតូចនោះឆ្លើយដោយសំឡេងញ័រខ្ញុំគឺជាមនុស្សកណ្ដុរដែលត្រូវបណ្ដាសាដោយមេធ្មុំខ្ញុំធ្លាប់ជាមនុស្សប៉ុន្តែឥឡូវខ្ញុំក្លាយជាកណ្ដុរដោយសារតែខ្ញុំបានប្រឆាំងនឹងនាងសូមជួយខ្ញុំផងព្រះនាងម្នាងស្រស់មានចិត្តមេត្តាក៏បានជួយដោះកណ្ដុរចេញពីអន្ទាក់ដើម្បីអរគុណមនុស្សកណ្ដុរបានប្រាប់នាងអំពីរឿងរ៉ាវរបស់ខ្លួនវាធ្លាប់ជាព្រះអង្គម្ចាស់នៃនគរឆ្ងាយមួយឈ្មោះសុជន្ទដែលត្រូវបានមេធ្មុំអាក្រក់បណ្ដាសាឲ្យក្លាយជាកណ្ដុរហើយនឹងអាចត្រឡប់ជាមនុស្សវិញបានលុះត្រាតែមាននរណាម្នាក់ស្រឡាញ់គេដោយស្មោះព្រះនាងម្នាងស្រស់សម្រេចចិត្តជួយមនុស្សកណ្ដុរនាងបាននាំវាទៅរស់នៅក្នុងវាំងដោយធ្វើជាមិត្តភក្តិរបស់នាងពួកគេចំណាយពេលជាមួយគ្នានិយាយគ្នានិងសើចលេងមនុស្សកណ្ដុរបានបង្ហាញនូវភាពឆ្លាតវៃនិងភាពស្មោះត្រង់ដែលធ្វើឲ្យព្រះនាងកាន់តែស្រឡាញ់វាប៉ុន្តែដំណឹងនេះបានទៅដល់ត្រចៀកមេធ្មុំអាក្រក់នាងខឹងសម្បាយ៉ាងខ្លាំងហើយបានមកវែងដើម្បីបំផ្លាញមិត្តភាពរបស់ពួកគេមេធ្មុំបានប្រាប់ព្រះនាងថាប្រសិនបើនាងនៅតែបន្តជួយមនុស្សកណ្ដុរនាងនឹងត្រូវបណ្ដាសាផងដែរទោះបីជាភ័យខ្លាចព្រះនាងម្នាងស្រស់មិនបោះបង់មិត្តរបស់នាងឡើយខ្ញុំស្រឡាញ់មនុស្សកណ្ដុរដោយស្មោះចិត្តមិនមែនដោយសារតែរូបរាងរបស់គេទេព្រះនាងបានប្រកាសនៅពេលនោះអ្វីដ៏អស្ចារ្យបានកើតឡើងពន្លឺភ្លឺចែងចាំងបានហ៊ុំព័ទ្ធមនុស្សកណ្ដុរហើយវាបានប្រែក្លាយទៅជាព្រះអង្គម្ចាស់សុជន្ទវិញបណ្ដាសារបស់មេធ្មុំត្រូវបានបំបែកដោយសារតែសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះនាងមេធ្មុំខឹងសម្បាប៉ុន្តែមិនមានអំណាចអ្វីអាចប្រឆាំងនឹងសេចក្តីស្រឡាញ់បានទេហើយនាងក៏បានបាត់បង់ទៅព្រះអង្គម្ចាស់សុជន្ទនិងព្រះនាងម្នាងស្រស់បានរៀបអភិសេកគ្នាហើយរស់នៅដោយសុភមង្គលជាមួយគ្នាជារៀងរហូត